បងប្អូនដែលចូលចិត្តមុខម្ហូបបែបរបៀបផ្អកប្រហុករៀងដិតចាស់អាចសាកខំមកមុខនេះបានធានាថារសជាតិរបស់គេនឹងគឺមកឆ្ងាញ់ជាប់ចិត្តហ្មងញ៉ាំបាយពីបេចាណាអត់ដឹងខ្លួនទេរសជាតិរបស់គេនឹងគឺបែបរៀងដិតហើយបើបានជ្រលក់ជាមួយបន្លែស្រស់អីទៀតគឺថាជាតិខ្លាំងមែនតែនហ្មងចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាម៉ាំហ្នឹងហើយម៉ាំហ្នឹងគឺខ្ញុំទិញជាម៉ាំកូនត្រីរៀងតូចចាបងប្អូនគឺមានចំនួន1ខាំហើយបើសិនជាបងប្អូនណាចង់ឲ្យរសជាតិរៀងដិតឬក៏ចាស់ជាងហ្នឹងអាចដាក់ដល់1ខាំកន្លះបានម៉ាំហ្នឹងយើងច្រាំវាធ្វើម៉េចឲ្យបានម៉ត់ល្អមកកុំឲ្យមានឆ្អឹងហើយបន្តមកទៀតយើងមានជាសាច់ជ្រូក3ជាន់ហើយនឹងត្រីពោចំពោះសាច់ជ្រូកហ្នឹងគឺខ្ញុំប្រើតែចំនួន2ខាំទេបងប្អូនដោយសារខ្ញុំអត់សូវធ្វើច្រើនមកនេះណាបើសិនជាបងប្អូនធ្វើច្រើនក៏ដាក់សាច់ជ្រូកឲ្យច្រើនតាមហ្នឹងទៅហើយបន្តមកគឺយើងមានជាត្រីពោឬក៏បងប្អូនអាចប្រើត្រីកែត្រីអីក៏បានដែរត្រីហ្នឹងគឺខ្ញុំដាក់ទៅ1កណាត់ទេបងប្អូនហើយយើងកាត់វាជាកង់ខ្លីអញ្ចឹងមកហើយគ្រឿងបន្ទាប់ទៀតយើងមានខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចអីហ្នឹងសម្រាប់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហ្នឹងបងប្អូនណាចង់ដាក់ក៏បានឬក៏អត់ក៏បានដែរភាគច្រើនបងប្អូនគឺអត់សូវដាក់ទេប៉ុន្តែចំពោះខ្ញុំគឺខ្ញុំចង់ឲ្យវាមានក្លិនឈ្ងុយហើយកាត់ក្លិនម៉ាំខ្លះអញ្ចឹងណាអញ្ចឹងហើយបានជាខ្ញុំដាក់ប៉ុន្តែបើសិនជាបងប្អូនអត់ចង់ដាក់ទេយើងដាក់តែខ្ទឹមសជាមួយនឹងខ្ទឹមក្រហមមកហើយចំពោះផ្នែកបន្លែវិញគឺយើងមានជាត្រប់វែងហ្នឹងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ចំពោះខ្ញុំគឺខ្ញុំដាក់តែមួយផ្លែទេតែមួយផ្លែហ្នឹងវារាងធំដែរអញ្ចឹងណាយើងកាត់វាជាកង់រាងខ្លីៗតូចអញ្ចឹងមកហើយបន្ទាប់មកហ្នឹងគឺយើងមានជាកូនម្ទេសផ្លោកតូចហ្នឹងហើយចុងក្រោយយើងមានជាម្ទេសដៃនាងហើយនិងម្ទេសម្លេហើយចំពោះម្ទេសទាំងពីរមុខហ្នឹងបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់អស់ហើយយើងមកដាក់ប្រេងឆាដើម្បីលាយគ្រឿងមុនគេហ្នឹងគឺយើងលាយខ្ទឹមសខ្ទឹមក្រហមហើយនិងគល់ស្លឹកគ្រៃសម្រាប់ស្លឹកក្រូចសើចបងប្អូនបាច់ចំទាន់ដាក់ខ្ទឹមក្រហមដោយសារតែខ្ញុំអស់អញ្ចឹងណាបងប្អូនអញ្ចឹងហើយខ្ញុំអត់បានដាក់ទេយើងលាយគ្រឿងហ្នឹងមើលតែសម្បល់វាឡើងកន្លាតឈ្ងុយមិនល្មមហើយយើងដាក់ស្លឹកក្រូចសើចហើយនិងម្ទេសឆ្អើរច្រាំចំពោះម្ទេសនេះបងប្អូនដាក់ក៏បានអត់ក៏បានដែរអាហ្នឹងយើងគ្រាន់តែដាក់យកពណ៌ឯណាបងប្អូនដើម្បីឲ្យខរបស់យើងហ្នឹងវាមានពណ៌ស្អាតអញ្ចឹងទៅបន្ទាប់ពីយើងលាយគ្រឿងលាយអីឡើងឈ្ងុយមិនល្មមហើយចាំយើងដាក់ម៉ាំដែលយើងបានច្រាំស្រាប់នឹងចូលយើងឆាម៉ាំជាមួយនឹងគ្រឿងទាំងអស់ហ្នឹងបងប្អូនប្រើភ្លើងតិចល្មមបានហើយឆាលើភ្លើងប្រហែលជា 2-3 នាទីមើលទៅវាជះក្លិនឈ្ងុយមិនល្មមបាទខ្ញុំដាក់ស្ករត្នោតចូលចំពោះស្ករត្នោតនេះគឺខ្ញុំដាក់ចំនួន1ស្លាបព្រាបាយកំប៉ុងហ្មងណាបងប្អូនហើយចាំយើងដាក់សាច់ជ្រូកចូលចំពោះត្រីគឺយើងអត់ទាន់ដាក់ចូលទេព្រោះអីត្រីវាឆាប់បែកអញ្ចឹងណាយើងឆាសាច់ជ្រូកជាមួយនឹងគ្រឿងទាំងអស់ហ្នឹងឲ្យឡើងឆ្អិនសិនមកបងប្អូនហើយចាំដាក់ទឹកចំពោះទឹកបងប្អូនបើចាំដាក់ច្រើនទេព្រោះអីខម៉ាំគឺគេអត់យកទឹកច្រើនទេណាគេយកទឹកហ្នឹងរបៀបរៀងប៉ែអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំបន្ថែមប៊ីចេង1ស្លាបព្រាកាហ្វេហើយនិងទឹកត្រីចំនួន1ស្លាបព្រាបាយបន្ទាប់ពីដាក់គ្រឿងចូលរួចរាល់ហើយយើងដាក់បន្លែចូលមកមានជាម្ទេសផ្លោកហើយនិងត្រប់វែងហ្នឹងយើងដាក់ចូលហើយកូរបន្លែហ្នឹងឲ្យសព្វសិនមកណាបងប្អូនចាំដាក់ត្រីចូលបន្ទាប់ពីដាក់ត្រីចូលហើយគឺច្បល់វាថ្នមបានហើយបងប្អូនច្បល់តែ 2-3 ត្រឡប់យើងគ្របវាហើយទុករងាស់ចោលលើភ្លើងហឹមតិចបានហើយខ្ញុំរងាស់លើកទី1ហ្នឹងគឺចំនួន10នាទីបងប្អូនបន្ទាប់ពី10នាទីយើងមកត្រឡប់វាម្ដងយើងត្រឡប់ចុះត្រឡប់ឡើងបន្តិចទៅឲ្យវាចូលជាតិហើយយើងគ្របគម្របដាក់រងាស់វាម្ដងទៀតចំពោះលើកទី2នេះក៏រងាស់10នាទីដូចគ្នាបងប្អូនសរុបទៅគឺយើងរងាស់នោះរយៈពេល20នាទីបន្ទាប់ពីនឹងមកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានណាប៉ុន្តែចំពោះខ្ញុំប៉ុណ្ណឹងគឺមកត្រូវជាតិមកបងប្អូនអត់មានស្ទើរអីទេហើយចុងក្រោយយើងបន្ថែមម្ទេសមកមានជាម្ទេសម្លេហើយនិងម្ទេសដៃនាងនឹងម្ទេសនឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរណាហើយគល់ស្លឹកគ្រៃបងប្អូនចង់ស្រង់ចេញឬក៏ទុកក្នុងនឹងហ្មងក៏អត់អីដែរបន្ទាប់ពីយើងដាក់ម្ទេសចូលហើយយើងទុកវាតែ 3-4 នាទីឲ្យម្ទេសរបស់យើងឆ្អិនបន្តិចមកប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនចំពោះខម៉ាំហ្នឹងបងប្អូនធ្វើមិនគឺត្រូវតែរងាស់ហ្មងរងាស់15នាទី20នាទីឬក៏30នាទីក៏បានដែរបើមិនជាបងប្អូនដាក់តែមកឆ្អិនសាច់ឆ្អិនត្រីហើយលើកយកមកញ៉ាំហ្មងរសជាតិរបស់វាគឺអត់សូវឆ្ងាញ់ទេតោះតែយើងបានរងាស់អញ្ចឹងទៅបានវាងុំឆ្ងាញ់អញ្ចឹងណាហើយសម្រាប់បន្លែបងប្អូនចង់ញ៉ាំជាមួយបន្លែអីក៏បានដែរបន្លែហ្នឹងគឺរបៀបដូចបន្លែលក់ទឹកគ្រឿងអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូននេះគឺខម៉ាំរបស់ខ្ញុំគឺខ្ញុំបានធ្វើរួចរាល់ហើយណាហើយឥឡូវខ្ញុំមកភ្លក់បន្តិចដើម្បី
ប្រាប់បងប្អូនថារសជាតិរបស់គេនៅយ៉ាងណាដែរអញ្ចឹងណាហើយសម្រាប់ខំម៉ាមហ្នឹងឃើញថាមួយចានគោអញ្ចឹងមែនប៉ុន្តែញ៉ាំបានច្រើនបងប្អូននិយាយទៅអានេះសឹងថាញ៉ាំបានខ្ទង់7 នាក់10នាក់អីយកពូរសជាតិហ្នឹងវាមិនមែនសាបដូចស្លោទូទៅឯរសជាតិហ្នឹងរៀងប្រៃដិតបន្តិចអញ្ចឹងណាហើយសម្រាប់បន្លែវិញគឺគេញ៉ាំជាមួយលក់បន្លែស្រស់របៀបដូចទឹកគ្រឿងអញ្ចឹងណានិយាយទៅសម្រាប់រសជាតិរបស់គេគឺមកដិតឆ្ងាញ់ហ្មងបងប្អូនរសជាតិហ្នឹងរៀងប្រៃផ្អែមហ្មងបងប្អូនប្រៃផ្អែមមកឆ្ងាញ់ហ្មងហើយសម្រាប់បងប្អូនខ្លះទៅគាត់ចិត្តដាក់តឹងអំពើទុំអញ្ចឹងណាបងប្អូនតែខ្ញុំគឺខ្ញុំអត់ដាក់អីអញ្ចឹងអាស្រ័យលើបងប្អូនបើសិនជាចង់ដាក់តឹងអំពើទុំក៏បានដូចគ្នាសម្រាប់មុខនេះខ្ញុំធានាឲ្យថាបាយដឹងតែអស់ច្រើនហ្មងណាហើយមួយទៀតសម្រាប់ខំម៉ាំហ្នឹងបងប្អូនខ្លះគឺក៏អត់ដាក់គល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកក្រូចសើចទេអានេះដោយសារតែខ្ញុំចូលចិត្តអញ្ចឹងណាខ្ញុំដាក់ទៅដើម្បីឲ្យវាកាត់ក្លិនម៉ាំនឹងខ្លះកុំឲ្យធុំក្លិនម៉ាំខ្លាំងពេកបងប្អូនខ្លះទៅគឺគាត់ប្រើតែខ្ទឹមសហើយនិងខ្ទឹមក្រហមទេអាហ្នឹងអាស្រ័យលើយើងចូលចិត្តមិនដាក់តាមហ្នឹងទៅបងប្អូនរសជាតិហ្នឹងគឺឆ្ងាញ់ដូចគ្នាទេព្រោះអីគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហ្នឹងវាមានតែក្លិនទេវាអត់មានរសជាតិអីទៅប៉ះពាល់គ្នាទេណានឹងឯងបងប្អូនឥឡូវគឺថាអស់បាយមួយចាននេះហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ